សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចសាច់រឿងក៏កាត់ចុងមកដល់5ឆ្នាំកន្លងផុតទៅកែវរបស់យើងរៀងធំជាងមុនហើយនៅពេលហ្នឹងនាងកំពុងតែបាក់លុយឲ្យកម្មករទាំងអស់គ្នារយៈពេល5ឆ្នាំនេះគឺនាងទទួលបានបទពិសោធន៍ច្រើនខ្លាំងមែនទែនហើយចាស់ៗនៅទីនោះគឺសរសើរនាងពេញមាត់តែម្ដងហើយរយៈពេល5ឆ្នាំហើយដែលនួនបានរៀបការទៅនៅខាងប្រុសហើយនៅមិនទាន់មានកូននៅឡើយទេអ្នកទាំងអស់គ្នាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលភាពបន្តតែម្ដងគាត់ចូលមកដល់មិញភីហើយនឹងមិញភាគឺគាត់កំពុងតែអង្គុយវិចនំហើយកំពុងតែអង្គុយនោះឃើញថាមិញភីរបស់យើងគឺគាត់ឈឺឆ្អឹងឈឺឆ្អែងឈឺចង្កេះឈឺអីអញ្ចឹងណាអ្នកទាំងអស់គ្នាឃើញដូច្នោះមិញភាគាត់ក៏បាននិយាយទៅកាន់បងស្រីរបស់គាត់ថាពេលគាត់ឈឺមិញភីគាត់តែងតែណែនាំឲ្យមិញភាហ្នឹងគឺគាត់ទៅពេទ្យទៅអីរហូតដល់គាត់រៀងបានធូរស្បើយខ្លាំងជាងមុនអញ្ចឹងណាទាំងផ្លូវចិត្តទាំងផ្លូវកាយអញ្ចឹងទៅប៉ុន្តែខ្លួនឯងវិញឈឺមិនចេះសម្រាប់មិនចេះអីទេកំពុងតែអង្គុយនិយាយគ្នានៅពេលហ្នឹងវ៉ាក៏បានដឹកវ៉ាន់មកដល់ផ្ទះផងដែរនិយាយរួមទៅរយៈពេល5ឆ្នាំវ៉ារបស់យើងក៏បានវិលត្រឡប់មកចូលភូមិស្រុកវិញនៅពេលដែលឃើញកូនត្រឡប់មកពីភ្នំពេញវិញអញ្ចឹងអ៊ំហើយនឹងម្ដាយគឺមានការត្រេកអរខ្លាំងមែនទែនក៏បានស្ទុះទៅស្វាគមន៍កូននោះដោយក្តីរំភើបត្រឡប់មកពីភ្នំពេញវិញឃើញវ៉ារបស់យើងរៀងប្លែកទាំងសាច់ឈាមនិងការរៀបចំខ្លួនអញ្ចឹងណាអ្នកទាំងអស់គ្នាដូចជាអ្នកមានចំណេះដឹងអញ្ចឹងបើមើលមកមិញភារបស់យើងវិញឃើញថាគាត់ពិតជានឹកកូនប្រុសខ្លាំងមែនទែនហើយគាត់ក៏បានស្រស់ស្រាយខ្លាំងជាងមុនដែររយៈពេល5ឆ្នាំមកនេះបន្ទាប់ពីបានសួរសុខទុក្ខគ្នាហើយឃើញថាវ៉ាក៏បានទៅមួយទឹកមួយអីសម្រាប់ខ្លួនឲ្យត្រជាក់អញ្ចឹងណាហើយមិញភីគាត់ក៏បាននិយាយទៅកាន់មិញភាថាឯងនេះដល់ពេលនិយាយពីរសជាមួយកូនអញ្ចឹងទៅគួរឲ្យស្រឡាញ់ណាស់មិញភាគាត់ក៏បានតបវិញថាបើដឹងអញ្ចឹងគាត់ទៅព្យាបាលយូរហើយមានន័យថាជំងឺផ្លូវចិត្តរបស់គាត់ហ្នឹងគឺបានធូរស្រាលខ្លាំងមែនទែនបច្ចុប្បន្ននេះចូលមកដល់កន្លែងនេះបន្តិចឃើញថាកែរបស់យើងគឺបានមកអង្គុយញ៉ាំទឹកអំពៅហើយក៏បានឮចាស់នៅទីនោះបាននិយាយថាឃើញវ៉ាន់ហ្នឹងដឹកបុរសម្នាក់មិនដឹងថាជានរណាគេទេឃើញរៀងស្អាតសង្ហាដែរហើយមនុស្សប្រុសម្នាក់នោះគឺជានីវ៉ានៅពេលដែលឮអញ្ចឹងកែវក៏បានបើកភ្នែកធំដែរហើយអ៊ំនៅទីហ្នឹងក៏បាននិយាយសរសើរអំពីវ៉ាថាឥឡូវហ្នឹងគឺស្អាតសង្ហាជាងមុនហើយមើលទៅដូចជាមានចំណេះជំនាញអីអញ្ចឹងណាអ្នកទាំងអស់គ្នានៅពេលដែលឮចាស់សរសើរអំពីវ៉ាអញ្ចឹងកែវរបស់យើងគឺលួចញញឹមនឹងបាននិយាយម្នាក់ឯងថាវ៉ាត្រឡប់មកវិញហើយទាំងស្នាមញញឹមអញ្ចឹងណាកាត់ចុះមកដល់ក្នុងផ្ទះរបស់វ៉ាវិញឃើញថានៅពេលហ្នឹងគឺមានចាស់មួយវងគឺអង្គុយនៅក្រែមុខផ្ទះរបស់គេហ្នឹងដូចជាមុខជំរឿនអញ្ចឹងណាធម្មតាអ្នកជិតខាងហ្នឹងអ្នកទាំងអស់គ្នាគាត់ក៏បានសួរទៅកាន់វ៉ាថាទៅនៅភ្នំពេញរយៈពេល5ឆ្នាំហើយញ៉ាំអីបានជាស្អាតយ៉ាងនេះដូចជាតួកុនចំនួនមុនអញ្ចឹងណាមិញភាគាត់ក៏បាននិយាយជំនួសកូនថាវាគ្មានហូបអីទេគឺវាហូបបន្លែធម្មជាតិហ្នឹងណាហើយវ៉ាក៏បាននិយាយរៀបរាប់ថានៅកន្លែងស្នាក់នៅរបស់គេហ្នឹងគឺមានដីសតលីអីអញ្ចឹងហើយគេក៏បានឆ្លៀតដាំបន្លែបន្តិចបន្តួចដើម្បីទុកហូបខ្លួនឯងហើយអ្នកភូមិហ្នឹងក៏ប៉ុន្តែអ្នកទាំងអស់គ្នាក៏បានសួរទៅកាន់វ៉ាថាទៅភ្នំពេញ5ឆ្នាំហ្នឹងមានសល់លុយច្រើនអត់ហើយការងារយ៉ាងម៉េចដែរអញ្ចឹងណាវ៉ាក៏បានរៀបរាប់តាមដំណើររឿងថាគេអត់មានសល់លុយអីទេប៉ុន្តែគេទទួលបានបទពិសោធន៍ច្រើនហើយគេមិនត្រឡប់ទៅភ្នំពេញវិញទេគឺគេមកស្រុកកំណើតដើម្បីដាំបន្លែដាំអីលក់ហើយថែមទាំងត្រៀមយកប្រពន្ធនៅក្នុងស្រុកទៀតផងមិនយកស្រុកផ្សេងនោះទេឥឡូវយើងកាត់ចូលមកដល់នៃមានហើយនឹងនៃដែរណាកំពុងតែឈរនិយាយគ្នាគឺគ្មាននិយាយអីក្រៅពីរឿងស្រីនោះទេអ្នកទាំងអស់គ្នានៃមានណារកប្រពន្ធ5ឆ្នាំហើយគឺថារកមិនទាន់ត្រូវនោះទេបន្ទាប់ពីបាននិយាយគ្នាហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានដើរមកវាលស្រែក៏បានជួបគ្នាជាមួយនឹងនីវ៉ាដែលកំពុងតែឈមមើលវាលស្រែគ្រាន់តែមកដល់ភ្លាមក៏បាននិយាយឌៀមដាមទៅនីវ៉ាផ្លែតតែម្ដងដោយនិយាយថាទៅបំពេញ5ឆ្នាំហ្នឹងសល់អីខ្លះហើយនីដែនក៏បានលូកមាត់ថាបងចេះសួរគ្នាអញ្ចឹងទៅកើតគឺគ្នាទៅស៊ីឈ្នួលគេហ្នឹងហើយបានអីសល់លុយបងគ្រួសារក្រហងអីផងមួយខែហ្នឹងគឺបានត្រឹមតែមួយរស់ទេនីវ៉ាក៏បានឆ្លើយតបបែបសោកសៀតវិញថាទៅបំពេញ5ឆ្នាំហ្នឹងគឺគេបានបទពិសោធន៍ច្រើនដែរជាពិសេសនោះគឺពូកែសង្កេតមនុស្សដែលមនុស្សមួយចំនួននោះគឺចូលចិត្តតែវាតម្លៃមនុស្សតែសបកក្រៅនីមានហើយនឹងនីដែរហ្នឹងក៏បានសើចចំអកឲ្យនីវ៉ាថាតាមពិតទៅភ្នំពេញ5ឆ្នាំហ្នឹងគឺទៅស៊ីឈ្នួលឲ្យគេទេប៉ុន្តែធ្វើដូចជាមនុស្សមានទ្រឹស្ដីបែបអ្នកចេះដឹងអញ្ចឹងណាយើងកាត់ចុះមកដល់កែបន្តិចអ្នកទាំងអស់គ្នាឃើញថាពេលហ្នឹងគឺនាងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងនួនបើយើងក៏លេចមកមើលនួនវិញឃើញថានាងមានសាច់ឈាមស្រស់ថ្លាធម្មតាទេក៏ប៉ុន្តែការនិយាយហ្នឹងគឺឃើញថាដូចមកលួចនិយាយអញ្ចឹងណាទាំងអស់គ្នា admin សង្កេតឃើញអញ្ចឹងហើយកែវក៏បានប្រាប់នួនថានីវ៉ាហ្នឹងគឺបានមកពីភ្នំពេញវិញហើយប៉ុន្តែនាងមិនទាន់បានជួបគេនៅឡើយទេហើយកន្លែងនេះ admin សង្កេតឃើញថានួនរបស់យើងកំពុងតែនិយាយទូរស័ព្ទសុកនាងក៏បានងាកទៅមើលនៅខាងក្រោយទឹកមុខក៏បានប្រែជាក្រៀមក្រំអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងក៏បានបិទទូរស័ព្ទដើរចេញទៅដោយមានប្រាប់កែវអីមួយម៉ាត់មើលទៅនាងធ្វើខ្លួនហាក់បីដូចជាប្លែកអញ្ចឹងណាមិនដឹងថាមានរឿងអីនោះទេចូលមកដល់កែវទៀតហើយគឺនាងកំពុងតែជិះម៉ូតូបណ្ដាច្រៀងបណ្ដាហើយនៅពេលហ្នឹងក៏បានវាក់ជាមួយនឹងវ៉ាតាមផ្លូវដែរអ្នកទាំងអស់គ្នារយៈពេល5ឆ្នាំគឺទៅតែបានជួបគ្នានៅថ្ងៃនេះម្ដងទៀតហើយនៅពេលដែលឃើញមកគ្នាហើយម្
ម្នាក់ហាក់បីដូចជាធ្វើមកអុញមុញលក្ខណៈថាអៀនអញ្ចឹងណាដោយម្នាក់អៀននោះក៏បានសួរសំណួរបែបមនុស្សចិត្តតែមួយអញ្ចឹងណាគឺថាសួរដំណើរគ្នាអញ្ចឹងទៅអេដមីនក៏បានសង្កេតឃើញថាកន្លែងហ្នឹងគឺថាកែវនិយាយជាមួយនីវ៉ាគឺបែបទន់ភ្លន់ខ្លាំងមែនតើមិនដូចជាពីមុននោះទេគឺថាឆ្លើយបែបកំហកស្រែកដាក់គ្នាអញ្ចឹងហើយមុននឹងបែកផ្លូវគ្នាកែវរបស់យើងក៏បានគិតក្នុងចិត្តថាទៅបាត់5ឆ្នាំអត់មានតាក់ទងមកលេខខ្ញុំអីបន្តិចចំណែកឯវ៉ាក៏បាននិយាយក្នុងចិត្តថា5ឆ្នាំកន្លងមកនេះកែវមានគូកំណាន់ចិត្តអត់ណោះហើយកន្លែងហ្នឹងដែរឃើញថានីដែនក៏បានលួចមើលពីអ្នកហ្នឹងនិយាយគ្នាពីក្រោយដែរនឹងបាននិយាយម្នាក់ឯងថាអាវ៉ាគ្រប់ពេលដែលឯងនៅក្នុងភូមិនេះឯងគឺជាមេរោគដែលធ្វើឲ្យយើងមានក្តីសុខមិនបានកាត់ចុះមកដល់ក្នុងផ្ទះរបស់មិញភាវិញឃើញថាគាត់កំពុងតែអង្គុយនៅមុខផ្ទះហ្នឹងនៅពេលហ្នឹងវ៉ាន់ក៏បានដើរមកនឹងបាននិយាយជាមួយម្ដាយរបស់គេថានាងចង់ទៅរៀនជំនាញនៅឯភ្នំពេញដោយនាងបាននិយាយបញ្យល់ម្ដាយរបស់ខ្លួនថានាងក៏បាននិយាយជាមួយវ៉ានឹងបានពិភាក្សាជាមួយវ៉ាដូចគ្នាហើយគិតថាវាសមហេតុផលមនុស្សស្រីដែលរៀនបានតិចមិនប្រកាសថាអនាគតចាប់ត្រឹមនឹងនោះទេគឺយើងនៅតែមានឱកាសដើម្បីអភិវឌ្ឍខ្លួនតាមការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀតមិញភាគាត់ក៏បាននិយាយថាគាត់មិនចង់ឲ្យទៅនោះទេវ័យរបស់វ៉ាន់គួរតែរៀបការមានប្តីមានកូនអញ្ចឹងទៅគ្រាន់តែលឺអញ្ចឹងភ្លាមវ៉ាន់របស់យើងក៏បានទម្លាក់ទឹកមុខចុះប៉ុន្តែមិញភាគាត់ក៏បាននិយាយបន្តទៀតថាបើឯងសម្រេចចិត្តច្បាស់លាស់ហើយម៉ែក៏មិនជំទាស់ដែរឯងទៅចោះម៉ែជូនពរឲ្យឯងជោគជ័យណានិយាយទៅមិញភារបស់យើងបន្ទាប់ពីបានព្យាបាលផ្លូវចិត្តហើយគឺគាត់បានគិតវិញឆ្ងាយខ្លាំងមែនទែនកាត់ចុះមកដល់កែវដាដាគឺឃើញថានៅពេលហ្នឹងគឺនាងកំពុងតែនៅក្នុងផ្ទះហើយមានមីនឌឿនគាត់កំពុងតែនិយាយបញ្យល់កែវអំពីមនុស្សស្រីត្រូវតែចេះធ្វើម្ហូបឆ្ងាញ់ដើម្បីចង់ចិត្តប្តីកែវក៏បានវាយបកវិញថាប្តីបើគេចង់ខូចហើយទោះបីយើងធ្វើម្ហូបឆ្ងាញ់ក៏គេលួចមានស្រីក្រៅបានដែរមិញនៅពេលហ្នឹងវ៉ាក៏បានជិះមកដល់មុខផ្ទះរបស់កែវដោយនៅដៃកង់ហ្នឹងគឺមានកន្ត្រកមួយប្រហែលជាដាក់បន្លែអញ្ចឹងណាវ៉ាក៏បានឃើញកែវហ្នឹងកំពុងតែឈរនិយាយគ្នាជាមួយមីនឌឿនហើយចំណែកឯខ្លួនឯងវិញគឺជិះកង់ទៅវិញទៅមកដើម្បីឲ្យកែវហ្នឹងមើលឃើញគេនៅពេលហ្នឹងកែវក៏បានកលៀសទៅឃើញថានីវ៉ាកំពុងតែឈប់កង់នៅមុខផ្ទះរបស់គេវ៉ាក៏បានឲ្យសញ្ញាទៅកែវថាទៅមុខអញ្ចឹងណាប៉ុន្តែមិនដឹងទៅណាអ្នកទាំងអស់គ្នាកែវក៏បានឲ្យសញ្ញាវិញថាឲ្យនីវ៉ាហ្នឹងទៅមុនទៅហើយពួកគេក៏បានមកជួបគ្នានៅឯវាលស្រែនេះគឺថាវ៉ាបានយកបន្លែមកឲ្យកែវដោយវ៉ាហ្នឹងបានផ្ញើមកនិយាយរួមទៅអត់មានឲ្យនៅមុខផ្ទះហ្នឹងទេគឺគេមកជួបគ្នានៅឯវាលស្រែនេះវិញដើម្បីជៀសភ្នែកអ្នកជិតខាងជាពិសេសហ្នឹងគឺតាដួងតែម្ដងហើយពួកគេក៏បានឆ្លៀតនិយាយគ្នាលេងបន្តិចបន្តួចអីអញ្ចឹងណាសាច់រឿងភាគទី20ក៏បានឆ្លេះត្រឹមនេះចង់ដឹងភាគបន្តទៅជាយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នាណា